តើនឹងមានរឿងអ្វីកើតឡើងបើសិនជាសត្វ Dinosaur រស់ឡើងម្ដងទៀតនៅក្នុងឆ្នាំ2025ស្រមៃថានៅតាមដងផ្លូវរបស់យើងពោពេញទៅដោយសត្វ Dinosaur និងឮសូរសំឡេងជួយដីដែលជុំវិញខ្លួនយើងហើយវាមិនមែននៅក្នុងភាពយន្តទេវាគឺនៅក្នុងឆ្នាំ2025ហើយនៅក្នុងសម័យទំនើបនេះតាមមនុស្សជាតិយើងនឹងមានវិធីអ្វីដើម្បីការពារខ្លួនពីសត្វ Dinosaurចូលបើ Dinosaur ត្រឡប់មកវិញនឹងមានរឿងអ្វីកើតឡើងសូមសម័យថាតើ Dinosaur អាចធ្វើត្រឡប់មករស់នៅក្នុងសម័យកាលរបស់យើងបានដែរទេតើពពួក Dinosaur ទាំងអស់នោះនឹងរស់នៅដោយរបៀបណានៅក្នុងសម័យទំនើបនេះហើយសំខាន់ទៅទៀតនឹងតើពួកយើងនឹងអាចរួចជីវិតពីហ្វូង Dinosaur ទាំងអស់នឹងដែរទេវាអាចប្រហែលជាវិស្វកម្មសែនឬក៏ប្រហែលជាប្រព័ន្ធអេកូឡូស៊ីដែលត្រូវបានគេរកឃើញសត្វ Dinosaur ដែលគ្រប់គ្រងផែនដីអស់រាប់លានឆ្នាំនឹងត្រឡប់មកគ្រប់គ្រងផែនដីម្ដងទៀតតាមទ្រឹស្ដីអ្នកវិទ្យាសាស្ត្រអាចទាញយក DNA បុរាណចេញពីផូស៊ីលឬក៏មុខដែលជាប់នៅក្នុងអំបែងដែលមានពណ៌លឿងយ៉ាងដោយប្រើទៅលើ CRISPR និងបច្ចេកវិទ្យាក្លូនពួកគេអាចបង្កើតប្រភេទសត្វដូចជា Velociraptor Triceratops លាយជាមួយនឹងកោដបុរាណឬជាមួយនឹងសត្វស្លាបឬក៏សត្វល្មូនប៉ុន្តែនឹងទៅជាយ៉ាងណាបើសិនជាពួកគេបាត់បង់ការគ្រប់គ្រងពិភពលោកទំនើបមិនត្រូវបានបង្កើតឡើងសម្រាប់ Dinosaur ទេផ្នែកមួយនៃ Raptor អាចកំទេចផ្ទះអ្នកទាំងអស់គ្នាឬក៏ហាងជុំវិញទីក្រុងសូម្បីតែទីក្រុងតែមូលឬក៏ព្រៃឈើវានឹងកំទេចបានទាំងអស់សូម្បីតែសង្កាត់ខណ្ឌនឹងក៏អាចក្លាយទៅជាកន្លែងដែលពួកវាផឹកស៊ីជុំជុំគ្នាបានដែរថាតើវានឹងស៊ីមនុស្សដែរទេប្រកបណាស់វាច្បាស់ជាស៊ីមនុស្សហើយសត្វស៊ីសាញ់ដូចជា T-Rex ឬក៏ Giganotosaurus វាមិនស្ទះស្ទើរទេក្នុងការស៊ីសាញ់អ្នកទាំងអស់គ្នាព្រោះសាញ់អ្នកទាំងអស់គ្នាដូចផាក់ឡូវរបស់វាចឹងហើយ Dinosaur វាអត់ស្អប់មនុស្សទេប៉ុន្តែវាក៏អត់ខ្លាចយើងដែរតែត្រូវស៊ីវាស៊ីដែរអញ្ចឹងតាមមនុស្សនៅក្នុងសម័យទំនើបនឹងអាចទប់ទល់បានអត់ជាមួយនឹងសត្វ Dinosaur សម័យបុរាណច្បាស់ណាស់វាប្រកាសជាអាចទប់ទល់បានគ្រាន់តែមនុស្សជាតិពួកយើងនឹងមានការខាតបង់ច្រើនក្នុងការវាយប្រហារមួយនេះយន្តហោះចម្បាំងរថក្រោះសូម្បីតែមីស៊ីលវាប្រកាសជាអាចវាយប្រហារទៅលើ Dinosaur នឹងបានអញ្ចឹងពពួក Dinosaur ដូចជា T-Rex ក៏ដូចជា Raptor ជាដើមវាមិនអាចទប់ទល់ជាមួយនឹងមីស៊ីលបានទេក៏ដូចជារថក្រោះចម្បាំងនិងឧបករណ៍ផ្សេងៗទៀតគឺអាចនឹងធ្វើឲ្យពពួក Dinosaur ស្លាប់នៅកន្លែងភ្លាមតែយ៉ាងណាមិញទីក្រុងនឹងត្រូវដួលរលំដោយសារ Dinosaur វាកំទេចមុនពេលកងទ័ពទៅដល់ហើយដើម្បីឈ្នះយើងត្រូវការបច្ចេកវិទ្យានិងការងារជាក្រុមនិងសម្របសម្រួលសរុបជាសកលព្រោះមិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែអាចរួចផុតនោះទេបើសិន Dinosaur នៅក្នុងពិភពលោករបស់ពួកយើងតើពិភពលោកនឹងទៅជាយ៉ាងណាមនុស្សនឹងគ្រប់គ្រង Dinosaur ហើយតំបន់ Dinosaur នឹងហុំព័ទ្ធទៅដោយរបងអគ្គិសនីហើយនឹងមានការការពារពីកងទ័ពនៅតាមសាលារៀនមួយហើយ Dinosaur នឹងកែប្រែជីវិតមនុស្សជារៀងរហូតនេះបើសិនជាអ្នកវិទ្យាសាស្ត្រពិតជាចង់យក Dinosaur មកវិញមែនវានឹងក្លាយទៅជាសុបិនអាក្រក់របស់ពិភពលោកព្រោះធម្មជាតិកាលពីរាប់លានឆ្នាំមុនវាពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនក្រោយពីស្ដាប់ហើយតើអ្នកទាំងអស់គ្នាចង់រស់នៅពិភពលោកដែលមាន Dinosaur ម្ដងទៀតដែរទេខមមិននៅខាងក្រៅឲ្យខ្ញុំដឹងផងអ្នកនរគ្នា